តោះមានសួរបងប្អូនទាំងអស់គ្នាឥឡូវនេះមកមើលអំពូលសូឡាទាំងអស់គ្នាដើម្បីទិញអំពូលសូឡាយើងត្រូវមើលចំនួនថ្មមកនៅក្នុងអំពូលហ្នឹងតើគេប្រើថ្មប្រមាណគ្រាប់ប្រមាណពែឲ្យដឹងច្បាស់ចាំទិញដោយសារយើងឃើញតាមអំពូលដូចគ្នាអញ្ចឹងពលឺអត់ដូចគ្នាទេណាពលឺវាអាចយើងគេអាចសិតបាននេះថាបើថ្ម10អំពែផ្សេងថ្ម20អំពែផ្សេងថ្ម30ផ្សេងថ្ម40អំពែផ្សេងក្នុងអំពូលតែមួយហ្នឹងគេអាចសិតពលឺបាន12ម៉ោងដូចគ្នាចឹងវាអាស្រ័យទៅលើថ្មធំហើយនឹងផ្ទាំងនេះធំផ្ទាំងសូឡាគឺពលឺវានឹងបានខ្លាំងហើយបើសិនជាវាទូចជាងនឹងបន្តិចទៀតផ្ទាំងសូឡាកាន់តែទូចពលឺកាន់តែថយចុះតែពលឺ12ម៉ោងដូចគ្នាគេថាពលឺតិចនឹងខ្លាំងអត់ដូចគ្នាទេផ្ទាំងកាន់តែទូចពលឺកាន់តែតិចថ្មកាន់តែទូចពលឺកាន់តែតិចដែរអំពូលដូចគ្នាក៏ដោយអំពូលអញ្ចឹងមិនឲ្យតែឃើញអំពូលអញ្ចឹងគឺពលឺដូចគ្នាទេអត់ដូចទេដោយសារយើងមើលថ្មមួយណាធំផ្ទាំងមួយណាធំអំពូលហ្នឹងភ្លឺជាងហើយអញ្ចឹងយើងសួរថាធ្វើម៉េចដឹងអំពូលភ្លឺខ្លាំងអំពូលដែលមានផ្ទាំងធំហើយនឹងថ្មធំគឺអំពូលដែលភ្លឺខ្លាំងអត់ចាំបាច់សួរអ្នកលក់ឯងព្រោះអ្នកលក់ជាទូទៅមិនដែលឃើញអ្នកលក់ណាថាអំពូលអត់ភ្លឺផងហើយលក់អញ្ចឹងយើងត្រូវចេះមើលខ្លួនយើងទៅបានយើងទិញបានអំពូលភ្លឺខ្លាំងបើសួរអ្នកលក់ថាមួយណាភ្លឺខ្លាំងមួយណាភ្លឺខ្លាំងដល់10រៀលក៏ភ្លឺខ្លាំងណាអញ្ចឹងមានតែប៉ុណ្ណឹងទេ